ជាបឋមសូមគោរពជំរាបសួរលោកគ្រូខ្ញុំមកពីក្រុមទី7នៃវេនថ្ងៃច័ន្ទហើយនេះគឺជាសម្ភារៈឧបទេសសម្រាប់ robot របស់ក្រុមខ្ញុំដែលពួកខ្ញុំជុំគ្នាធ្វើនឹងថ្ងៃអាទិត្យចាប់ដើមនាំគ្នាដំឡើង robot ទាំងការសរសេរកូដនិងការដំឡើងនៅឡានរបស់ក្រុមខ្ញុំដែលបែងចែកតួនាទីគ្នាធ្វើនៅខ្លះគាត់ក៏សរសេរកូដទៅនៅខ្លះក៏រៀបចំដំឡើងrobot របស់យើងនឹងហើយនេះគឺជាលទ្ធផលដែលក្រុមខ្ញុំបានតេស្តកូដសាមើលថាតើវាដំណើរការដូចអ្វីដែលពួកខ្ញុំចង់បានឬមួយក៏អត់ហើយយើងចូលមកដល់ថ្ងៃច័ន្ទដែលជាថ្ងៃ final ដែលលោកគ្រូទុកពេលឲ្យក្រុមនីមួយៗក្នុងការកែតម្រូវកូដរបស់ខ្លួនដើម្បីឲ្យវាដំណើរការដូចតាមអ្វីដែលលោកគ្រូបានដាក់ឲ្យហើយពួកខ្ញុំក៏ចាប់ផ្ដើមពិភាក្សាគ្នានិងកែតម្រូវថាតើយើងនៅខ្វះត្រង់ណាអីទៀតដែលត្រូវបន្ថែមហើយខ្ញុំស្ដាយដែរដល់ពេលប្រឡងលំហាត់ដែលលោកគ្រូដាក់ឲ្យអត់បានថតជាវីដេអូកន្លែងឡានហ្នឹងសូមអធិស្ឋានលោកគ្រូអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណលោកគ្រូ